ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំមកធ្វើនំកញ្ឆាយមូលញ៉ាំនំកញ្ឆាយរបស់យើងនេះសាច់នំគឺពេលដែលយកបំពងទៅស្រួយខាងក្រៅទន់ខាងក្នុងរសជាតិវិញគឺឆ្ងាញ់ខ្លាំងតែម្ដងខ្ញុំមិនធ្វើតែម្ដងទេខ្ញុំធ្វើច្រើនដងខ្លាំងមែនតើនាំតែយើងស្រាវជ្រាវរករូបមន្តដែលលាយចេញមកសាច់នំมันស្វិតអន្តាយខ្លាំងណាចឹងហើយពេលដែលធ្វើត្រូវហើយគឺមកចែកជូនបងប្អូនអរគ្នាបងប្អូនដែលចូលចិត្តញ៉ាំនំកញ្ឆាយចង់ធ្វើខ្លួនឯងអីគឺអាចសាកល្បងបានដំបូងនេះគឺយើងចាប់ផ្ដើមមកធ្វើផ្នែកស្នូលចំពោះស្នូលវិញគឺខ្ញុំប្រើសឹកកញ្ឆាយចំនួន1គីឡូយើងលាងវាស្អាតហើយខ្ញុំកាត់គល់ចេញបើបងប្អូនចូលចិត្តបងប្អូនអាចប្រើទាំងអស់ក៏បានតែសម្រាប់ខ្ញុំគឺអត់ប្រើទេដោយសារវារឹងអញ្ចឹងណាអញ្ចឹងយើងកាត់គល់ចេញហើយកាត់វាកង់ខ្លីៗទូចប៉ុណ្្នឹងឯងបន្ទាប់មកខ្ញុំយកវាមកឆាខ្ញុំដាក់ប្រេងដែលយើងបំពងហើយមានខ្ទឹមមានប្រេងហ្នឹងយើងដាក់វាចូលមកសាភាបាយបងប្អូនអត់មានប្រេងបំពងហើយបងប្អូនប្រើប្រេងជាមួយនឹងខ្ទឹមសបំពងឡើងឈ្ងុយសិនឲ្យក្រហមល្អសិនចាំដាក់ស្លឹកកញ្ឆាយចូលបន្ទាប់មកយើងដាក់គ្រឿងបន្តិចគឺមានអំបិលមួយចុងសាភាកាហ្វេម្សៅស៊ុបមួយស្លាបព្រាកាហ្វេស្ករកន្លះស្លាបព្រាបាយគ្រឿងគឺខ្ញុំប្រើតែប៉ុណ្្នឹងទេកុំដាក់គ្រឿងច្រើនពេកណាព្រោះស្នូលគឺអត់ត្រូវការមានរសជាតិទេព្រោះនំហ្នឹងយើងយកទៅញ៉ាំជាមួយនឹងទឹកត្រីឬក៏អ្នកខ្លះចូលចិត្តញ៉ាំជាមួយនឹងទឹកស៊ីអ៊ីវទៀតអញ្ចឹងយើងដាក់ស្នូលឡំបានហើយខ្ញុំឆាវាប្រហែលជា2-3នាទីគ្រាន់ឲ្យស្លឹកកញ្ឆាយហ្នឹងវាសពប់ទេអ្នកខ្លះគាត់បកែវិចគាត់យកស្លឹកកញ្ឆាយហ្នឹងយកទៅវិចទាំងស្រស់យើងគ្រាន់តែលាយគ្រឿងទាំងអស់ហ្នឹងបញ្ចូលគ្នាហើយបងប្អូនមិនបាច់ឆាយើងអាចយកទៅវិចបានបើបងប្អូនបកែវិចបងប្អូនវិចស្លឹកកញ្ឆាយស្រស់គឺវាមានក្លិនឈ្ងុយយើងយកវាទៅឆាប៉ុន្តែស្លឹកកញ្ឆាយស្រស់ខ្ញុំធ្លាប់វិចហើយខ្ញុំវាអត់សូវចំណាប់រឿងវិចមកទេវិចហូរតែធ្លាយសបកនំអញ្ចឹងហើយសារនេះគឺខ្ញុំយកវាមកឆាម្ដងឆាស្នូលរួចរាល់អស់បងប្អូនទុកវាមួយឡែកសិនយើងចាប់ផ្ដើមទៅលាយម្សៅគឺយើងត្រូវការម្សៅអង្ករខ្សាយចំនួន3ខាំម្សៅឆាចំនួន240ក្រាមម្សៅអង្ករត្នោតចំនួន120ក្រាមអំបិល1ស្លាបព្រាកាហ្វេយើងកូរម្សៅនោះឲ្យវាចូលគ្នាបានសព្វល្អសិនត្រង់ហ្នឹងគឺយើងអត់ទាន់បើកភ្លើងឲ្យបងប្អូនអរគ្នាហើយឆ្នាំងខ្ទះដែលបងប្អូនយកមកកូរម្សៅនោះគួរតែប្រើឆ្នាំងខ្ទះដែលអត់ជាប់ទើបងាយស្រួលក្នុងការកូរហើយទឹកវិញគឺយើងប្រើ850 ml យើងចាក់វាម្ដងបន្តិចដើម្បីឲ្យងាយស្រួលក្នុងការរំលាយម្សៅណាបើយើងចាក់ច្រើនពេកយើងពិបាកកូរម្សៅចឹងបងប្អូនចាក់ម្ដងបន្តិចមកពេលដែលយើងកូរម្សៅរលាយសព្វហើយយើងដាក់ទឹកចូលទាំងអស់យើងបន្ថែមប្រេងឆាចូល50ក្រាមដាក់ប្រេងចូលហើយយើងកូរឲ្យម្សៅនឹងចូលជាមួយនឹងប្រេងបានសព្វល្អបងប្អូនត្រូវប្រកាសថាម្សៅយើងបានរលាយសព្វចាំបើកភ្លើងណាបើកាលណាម្សៅអត់ទាន់រលាយសព្វទេយើងបើកភ្លើងអាចធ្វើឲ្យនំយើងអត់សូវល្អទេពេលនេះគឺខ្ញុំចាប់ផ្ដើមបើកភ្លើងហើយយើងអាចប្រើវែកឈើមួយមកដើម្បីកូរព្រោះវារៀងតឹងដែរណាហើយយើងបើកភ្លើងមកជុំសិនទៅយើងកូរឲ្យវាឡើងខាប់បែបនេះហើយចាំបងប្អូនបន្ថយមកនៅភ្លើងតូចវិញបន្ថយមកនៅភ្លើងតូចបំផុតហើយយើងកូរវាឲ្យជាប់ដៃកាលណាយើងកូរអត់ជាប់ដៃទេអាចខ្លោចចឹងណាកូររហូតដល់តែម្សៅយើងគឺវាឡើងចូលគ្នាខ្លាយទៅជាដុំមួយបែបនេះវាអត់ទាន់ឆ្អិន100%ទេតែប៉ុណ្ណឹងគឺបងប្អូនអាចបិទភ្លើងរួចហើយយកវាមកលុញនៅខាងក្រៅបានហើយត្រង់ចំណុចកន្លែងដែលយើងឆាហ្នឹងវាអាចផ្អៀងគ្នាតិចតួចនៅលើសាច់នំណាចឹងបើបងប្អូនឆាមកសាច់នំយើងរៀងស្ងួតល្មមហើយចឹងពេលដែលបងប្អូនលុញស្អិតដៃឯងបងប្អូនប្រឡាក់ដៃយើងជាមួយនឹងប្រេងឆាដូចដែលខ្ញុំកំពុងតែបង្ហាញអញ្ចឹងហើយយើងលុញរហូតតតែម្សៅយើងហ្នឹងគឺវាស្អិតល្មុតចូលគ្នាខ្លាំងទៅជាដុំមួយប៉ុន្តែបើសាច់នំរបស់យើងលើកចេញមកវារៀងទន់ខ្លាំងបងប្អូនអាចត្រៀមជាមួយនឹងម្សៅឆាដើម្បីលុញវាប្រឡាក់ជាមួយដៃកុំឲ្យវាស្អិតយើងលុញវារហូតតតែវាលែងស្អិតជាប់ដៃទៅបងប្អូនអាចបំបែកវាជាដុំតូចលុញវាជារាងទៅវែងដើម្បីងាយស្រួលក្នុងការកាត់វាទៅតាមទំហំនំកញ្ឆាយដែលយើងចង់វិចហើយសម្រាប់ដុំម្សៅដែលនៅសល់បងប្អូនអាចគ្របថង់ទៅដើម្បីកុំឲ្យវាស្ងួតណាបើសាច់នំបងប្អូនលុញទៅវាស្ងួតល្មមសម្រាប់ខ្ញុំលុញនេះគឺវានៅរៀងសើមដែរវាទន់ដែរចឹងខ្ញុំអត់ចាំបាច់គ្របទេហើយចំពោះសបកនំនោះគឺយើងលុញវាឲ្យសប៉ែតល្មមដែលបងប្អូនគិតថាវិចកើតណាបើណាស្ដើងពេកក៏ខ្ចប់ទៅវាធ្លាយដែរអញ្ចឹងយើងលៃមកល្មមមកហើយស្នូលវិញដាក់បានកាន់តែច្រើនកាន់តែឆ្ងាញ់សម្រាប់អ្នកចូលចិត្តស្នូលកញ្ឆាយច្រើនសម្រាប់ខ្ញុំវិញចូលចិត្តស្នូលកញ្ឆាយច្រើនមិនក៏ដោយក៏ដាក់ទៅវាបានប៉ុណ្ណេះបងប្អូនអរគ្នាដាក់ស្នូលច្រើនពេកអត់ចេះខ្ចប់ពិបាកខ្ចប់អញ្ចឹងណាវាបោតែធ្លាយអញ្ចឹងដាក់បានតែប៉ុណ្្នឹងទេហើយយើងមានស្លឹកចេកយើងត្រៀមស្លឹកចេកមកលាបប្រេងនៅលើស្លឹកចេកហ្នឹងបន្តិចដើម្បីដាក់នំចូលទៅចំហុយនោះវាអត់ស្អិតជាប់ហើយបើបងប្អូនមានស្លឹកចេកបងប្អូនអាចប្រើជាស្លឹកបន្លែក៏បានដែរណាមានស្ពៃកញ្ញាញ់ស្ពៃចង្កឹះហើយអាចដាក់វាទ្រាប់បានតែបើអត់ទ្រាប់ទេដាក់ចំហុយយកតែម្ដងគឺអាចស្អិតជាប់មួយឡើងសឹង
ហើយមុនចំហុយនោះត្រូវដាំទឹកឲ្យពុះសិនពេលទឹកពុះហើយយើងរៀបនំយើងចូលគឺអត់ឲ្យវាកៀកគ្នាខ្លាំងហើយត្រូវទុកគម្លាតបែបនេះដើម្បីកុំឲ្យពេលតែឆ្អិនទៅវាស្អិតជាប់គ្នាហើយនំហ្នឹងគឺយើងចំហុយវាត្រឹមតែ15នាទីគឺវាឆ្អិនហើយបងប្អូនអរគ្នាហើយពេលដែលគម្លាតយើងទុកធំៗពេលលើសល់តែទូចទេហើយលើហ្នឹងនំយើងឆ្អិនហើយយើងទុកនំកញ្ឆាយនឹងបន្លែកសិនឲ្យវាចុះត្រជាក់សិនយើងចាប់ផ្ដើមមកលាយទឹកត្រីចំពោះទឹកត្រីវិញគឺខ្ញុំប្រើស្ករចំនួន8ស្រាបាយអំបិលកន្លះស្លាបព្រាបាយរួចហើយយើងបន្ថែមទឹកត្រីចូលចំនួន4ស្លាបព្រាបាយហើយយើងប្រើទឹកដាំពុះឬក៏ទឹកក្តៅរបស់យើងហ្នឹងចំនួន1ចានចង្កឹះសម្រាប់យើងដាក់ទឹកក្តៅគឺដើម្បីឲ្យស្ករនោះវាឆាប់រលាយសព្វល្អអញ្ចឹងណាហើយយើងទុកគឺអត់ងាយខូចទេកូរស្ករនោះឲ្យរលាយបន្តិចសិនចាំបងប្អូនបន្ថែមជាមួយនឹងទឹកម្ជូរចំពោះទឹកម្ជូរបងប្អូនអាចប្រើជាក្រូចឆ្មាក៏បានឬទឹកខ្មេះក៏បានសម្រាប់ខ្ញុំគឺខ្ញុំប្រើទឹកខ្មេះចន្លោះពី2ស្រាទៅ3ស្រារសជាតិជូរក៏យើងពិបាកកំណត់ដែរព្រោះម៉ាក់ទឹកខ្មេះយើងអាចប្រើខុសៗគ្នារសជាតិជូរក៏យើងចូលចិត្តខុសៗគ្នាដែរអញ្ចឹងបងប្អូនអាចភ្លក់ឲ្យថែមថយទៅតាមចំណង់ចំណូលចិត្តប៉ុន្តែបរិមាណដែលខ្ញុំដាក់នេះគឺនិយាយទៅធានាថាឆ្ងាញ់តែម្ដងហើយកូរបាយស្កររលាយសព្វល្អហើយយើងដាក់ខ្ទឹមសចូលរួចហើយយើងកូរវាបញ្ចូលគ្នាឲ្យវាបែកក្លិនឈ្ងុយបន្តិចទៅគឺជាការស្រេចហើយរសជាតិគឺបងប្អូនអាចបន្ថែមបន្ថយទៅតាមចំណង់ចំណូលចិត្តណាយើងទុកទឹកត្រីយើងម្លែកសិនយើងចាប់ផ្ដើមទៅមើលនំកញ្ឆាយរបស់យើងវិញនំកញ្ឆាយរបស់យើងពេលដែលចោះត្រជាក់ហើយបងប្អូនអាចលាបប្រេងវាឲ្យសព្វទាំងសងខាងទៅដើម្បីយើងងាយស្រួលក្នុងការទុកកុំឲ្យវាស្អិតជាប់គ្នាហើយនំកញ្ឆាយនោះបងប្អូនចង់ញ៉ាំឲ្យចំហុយហើយនឹងហ្មងក៏បានតែបើកាន់តែឆ្ងាញ់គឺយកមកចៀនខ្ញុំគិតថាភាគច្រើនអ្នកណាក៏ចូលចិត្តយកមកចៀនដែរគឺវាកាន់តែស្រួយកាន់តែឈ្ងុយហើយខ្ញុំមិនមែនចៀននេះគឺចូលលក្ខណៈបំពងហើយការបំពងវិញចង់បានក្រហមប៉ុណ្ណាគឺតាមបេះដូងបងប្អូនអរគ្នាណាសម្រាប់ខ្ញុំនេះគឺក្រហមប៉ុណ្ណេះលើកហើយដោយសារបងប្អូនអង្គុយចាំញ៉ាំច្រើនណាស់នៅពីក្រោយនិយាយទៅចៀនអត់ទាន់ទេពេលដែលញ៉ាំគឺស្រូបមួយទឹកត្រីដាក់ទឹកម្ទេសដាក់ម្ទេសឆាទៀតមកកាន់តែអែមតែម្ដងតែប៉ុណ្្នឹងគឺរួចរាល់ហើយអរគុណច្រើនបងប្អូនទាំងអស់គ្នាដែលបានមើលវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់បងប្អូនមានសំណួរឬយោបល់ comment នៅខាងក្រោមវីដេអូបានណាហើយកុំភ្លេច subscribe Channel YouTube និង follow page របស់ខ្ញុំផងអរគុណជម្រាបលាជួបគ្នាវីដេអូក្រោយៗទៀត